Bạn chân ở tẹt tông từ nâng ca son là than chừng ngư mà Harry chim đi còn tại chỉ ca son là than ở ba lo thì bóng bóng mình chân hỏi ca son là than đại viên mua là than nay mình đi bị sao cục con vi chi cũng họ khó con thôn thôn hồi chân bà sân chỉ quật ba tha côn chân nhom cao miên chừng ngư mà Harry chim men cho trang bạch ấy có đại đầm rơi ở côn trong cho bông cho khu cho ăn tiệt bóng bóng cần mình và đòi xa tại khi mình cho ba lo bỏ con đi ha vì pro hà tẹt tôngแต่ nâng chủng ngữ mà Harry chiếm ní cứ ca cho bông khu cho ăn ní cứ chi ca biển đất đòi cho ba lo mũi đài sân chỉ khu cho ăn nó bị khâu còn tai là tập Paul câu đây khi ông không yên khôi khu cho ăn ấy thế mà ở vậy đài chỉ ba nhà hai cứ gồm họ khó con bỏ phụ quản đài mình đòi ở group không mấy vì khu cho ăn câu đây khi ông và coiมีครูถนัดตลอดកូនស្រីខ្ញុំបងប្អូនគិតមើលពេទ្យចុះ star គាត់មានបទពិសោធន៍អីពេទ្យក្មេងៗបែបហ្នឹងយកមកធ្វើការជំនួសគាត់បាទមិនដឹងថាគាត់បោះចោះបូមនឹងយ៉ាងម៉េចបងខ្ញុំមិនដឹងជាឈឺចាប់ប៉ុណ្ណាខ្ញុំមិនណិតកូនណាបាទមិនគួរណាគ្រូពេទ្យនៅមន្ទីរពេទ្យកម្មាជាតិនេះធ្វើដាក់កូនស្រីខ្ញុំបែបហ្នឹងទេបងប្អូនបាទកូនស្រីខ្ញុំជាកូនល្អណាស់គាត់មានចរិតស្រោតបោតដើរតាមកន្លងធម៌ម៉ែឪចូលចិត្តការសិក្សារៀនសូត្រគ្មានជំងឺធ្ងន់ធ្ងរបែបនេះពីមុនមកទេចុះហេតុអ្វីបានជាកូនស្រីជាទីស្រឡាញ់ខ្លាំងបំផុតរបស់ខ្ញុំមកជួបរឿងបែបនេះទៅវិញគ្រូសាស្ត្រខ្ញុំឈឺចាប់និងអាណិតកូនស្រីខ្ញុំខ្លាំងណាស់នៅពេលនោះនៅថ្ងៃដែលកូនស្រីខ្ញុំធ្វើຕົកខ្លាំងបន្ទាប់ពីការចោះបូមយកគូឆ្អឹងរួចគ្រូពេទ្យនៅផ្នែកអាគីជីក៏បានបញ្ជូនកូនស្រីខ្ញុំមកកាន់ផ្នែកអាគី ICU បាទបន្ទប់សង្គ្រោះបន្ទាន់នៅថ្ងៃទី23ខែមិថុនាឆ្នាំ2023បាទនៅមន្ទីរពេទ្យកម្មាជាតិនឹងដែរមកអញ្ចឹងនៅពេលដែលកូនស្រីខ្ញុំធ្វើຕົកគេបញ្ជូនកូនស្រីខ្ញុំមកបន្ទប់សង្គ្រោះបន្ទាន់បាទបើសិនជាការព្យាបាលនៅផ្នែកអាគីជីនេះមានការយកចិត្តទុកដាក់បានត្រឹមត្រូវបងប្អូនកូនស្រីខ្ញុំគាត់បានភាសាបានប៉ុន្តែកំហុសខុសឆ្គងដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនពេលដែលកូនស្រីខ្ញុំធ្វើຕົកខ្លាំងគាត់អត់ឲ្យហូបអីទាំងអស់គាត់និយាយតែបំភ័យតែខ្លាចហូបអីរឹងទៅខ្លាចហូរឈាមសូម្បីតែបាយក៏គាត់មកឲ្យហូបរបស់រឹងប៉ុន្តែជាក់ស្ដែងកូនស្រីខ្ញុំអត់ដែរហូរឈាមអញ្ចឹងហើយអ្វីដែលគាត់និយាយនឹងដូចជាបន្ទូចផ្អាកយើងកូនស្រីខ្ញុំហូបអីមិនបានគាត់ចេះតែខ្សោយទៅហើយសំបីតការយកចង់យកកូនចេញហ្នឹងក៏ពិបាកព្រោះគាត់និយាយថាខ្លាចហូរឈាមយកទៅណាមកណាវាអាចជួបបញ្ហាអញ្ចឹងខ្ញុំការគិតមកយកគាត់ចេញមកក្រៅនៅពេលហ្នឹងគឺកំពុងតែច្បោកច្បល់ណាបងប្អូនភ័យព្រួយរឿងខ្លាចកូនហូរឈាម